បាទសួស្តីបងប្អូនទាំងអស់គ្នាវីដេអូមួយនេះខ្ញុំធ្វើពីរបៀបផុសព័ត៌មានទៅក្នុង website បាទសម្រាប់បងប្អូនអ្នកដែលឡើងព័ត៌មានជាពិសេសអ្នកសារព័ត៌មានណាដែលត្រូវឡើងព័ត៌មានទៅក្នុង website ថាត្រូវយើងឡើងរបៀបម៉េចបាទជាធម្មតាបងប្អូនមាន website ដែលគេធ្វើឲ្យគេឲ្យ account admin ទៅបងប្អូនហ្នឹងណាពេលបងប្អូនបើកមកចេញចឹងណាបើកមកចេញចឹងបងប្អូនមើលចុចឯផុសនេះផុសឬ add ផុសឬមួយបងប្អូនចុចកន្លែងញ៉ាលេខបូកនេះហើយចុចយកពាក្យផុសនេះអញ្ចឹងណាពេលចុចលើនេះណាប៉ុមកវាចេញបែបហ្នឹងនេះទម្រង់នេះឲ្យយើងបញ្ចូលព័ត៌មានណាបងប្អូនណាបាទបញ្ចូលព័ត៌មានអញ្ចឹងពេលបងប្អូនបញ្ចូលព័ត៌មានបងប្អូនមើលកន្លែង title នេះបងប្អូនដាក់ចំណងជើងមកដាក់ចំណងជើងព័ត៌មានដែលបងប្អូនចង់បញ្ចូលហើយនេះយើងដាក់ description សរសេរវែងកន្លែងនេះកន្លែងធំនេះណាប្លោះធំនេះអញ្ចឹងខ្ញុំទៅ copy ព័ត៌មានខ្ញុំត្រូវបញ្ចូលនេះព័ត៌មានខ្ញុំត្រូវបញ្ចូលខ្ញុំយក copy មកបាទមកកន្លែងចំណងជើងដាក់ខ្លីហ្នឹងបងណាបងប្អូនដាក់ខ្លីចឹងណាកុំវែងពេកបាទបន្ទាប់មកកន្លែងនេះ add bot នេះកន្លែង add bot នេះកន្លែងនេះ add bot ច្រើនអូខេអញ្ចឹងយើងខ្ញុំ copy មក add bot មានហើយនេះ add bot copy ទៅចុច point ដូនេះជាងយើង copy ទៅយើងដាក់ផាកន្លែងច្រើនមិញនេះកន្លែងនេះដាក់យើងផាហ្នឹងមកបងប្អូនណាអូខេអញ្ចឹងនេះ add bot វែងនេះយើងទៅសេបានវែងយើងផុសជាមេរៀនចុះអូខេហើយខ្ញុំចង់ដាក់រូបភាពមួយប្រឡោះនេះខាងក្រោមនេះដាក់កន្លែងនេះដាក់ត្រង់នេះអញ្ចឹងយើងដាក់ cursor ហ្នឹងហើយយើងដាក់មកកណ្ដាលហ្មងទៅនេះចុចឲ្យមកកណ្ដាលមកនេះមកកណ្ដាលនេះកន្លែង load ផ្លើតណា cursor ណាបាទហើយចុចពាក្យនេះយើងបងប្អូនមើលនេះ add media ចុច add media ពុំទៅជ្រើសរើសរូបភាពដែលយើងចង់ដាក់ហ្នឹងនេះ upload file ហើយ select file ដែលយើងចង់ដាក់នេះរូបភាពនេះអូខេហើយរងចាំ plate ទៅឲ្យវាដាក់ចប់បងប្អូនពាក្យ insert នេះពេលវាដាក់ចប់វាមាន insert នេះ insert to post អញ្ចឹងយើងចុច insert មកពេលវាដាក់ចប់នេះចប់แล้วនេះអូខេចប់ហើយយើងចុច insert to post នេះ insert មកផុសមកវាមកហើយណាមករូបទៅនឹងអញ្ចឹងពេលទៅនឹងហើយបងប្អូនទៅធ្វើមកទៀតអូខ្ញុំចង់ដាក់វីដេអូផងដែរខាងក្រោមនេះខ្ញុំចង់ដាក់វីដេអូមួយខាងក្រោមនេះទៅលើក៏បានដែរពីលើរូបនេះអាចដាក់ក្រោមរូបហ្នឹងក៏បានលើក៏បានតែចិត្តយើងណាយើងទៅយកវីដេអូពីក្នុង YouTube មកដាក់ឥឡូវខ្ញុំដាក់ខាងក្រោមនេះខាងក្រោមរូបហ្នឹងទៀតណាឬមួយក៏ដាក់ដាក់លើគេហ្មងទៅនេះដាក់នេះទៅណាដាក់វីដេអូឡើយនេះខ្ញុំចង់ដាក់វីដេអូរបស់នេះតែយើងដាក់នៅកណ្ដាលដែរទៅអញ្ចឹងកន្លែងនេះខ្ញុំចង់ដាក់វីដេអូបើខ្ញុំចង់ដាក់វីដេអូកន្លែងហ្នឹងបងប្អូនបាច់នេះអីទេគ្រាន់តែនិយាយមកទៅគ្រាន់តែបងប្អូនទៅ copy វីដេអូ link យើងយកមកដាក់ហ្នឹងមកចុចហ្នឹងហើយបងប្អូនចុចនេះបើវីដេអូមានក្នុង YouTube មិនបាច់ចាំ upload ទេនេះ insert link នេះបងឃើញនេះ insert link វីដេអូនេះ insert link ចុចតែហ្នឹងមកបើយើងចូលនេះក៏បានដែរបើតែឥឡូវយើងចុចហ្នឹង insert link ពុំឃើញឲ្យជិះដាក់ link ឲ្យយើងដាក់ link នេះអញ្ចឹងយើងផាស link វីដេអូ YouTube យើងហ្នឹងមកខ្ញុំទៅ copy មកសិននេះវីដេអូ YouTube នេះដាក់វីដេអូហ្នឹងហ្មងទៅដាក់មេរៀនយើងដាក់មេរៀនហើយយើងដាក់វីដេអូឲ្យមើលនឹងទៀតនេះអូខេផាសហ្នឹងមក enter មួយប៉ាច់ណាធ្វើមួយទៅពេលដែលគេបើកមើលគេចុចលើ link ហ្នឹងមកដល់វីដេអូ YouTube យើងហ្នឹងហើយអូខេបងប្អូនណាហើយបងប្អូនចង់ផុសវីដេអូហ្មងក៏បានដែរប៉ុន្តែ view វាជាវីដេអូយើងមានក្នុង YouTube អីក៏ដាក់ link អញ្ចឹងទៅជាការស្រេចបងប្អូនអូខេហើយអញ្ចឹងហើយយើងមកមើលខាងនេះវិញម្ដងនេះខាងស្ដាំដៃមកមើលខាងស្ដាំដៃនេះចុចឡើង edit នេះ complete
mơ lại nhưng mơ mình tết để đi ní lại public ní dừng vô stick đi post on the front page đã bị một front page mà đấy nè kỹ về trang môi tiền kỹ trang máu hay dừng mơ một khổ máu ấy đã không có tay cái đi môi na mày riêng năng cái tay cái đi dương miền trời này nó cái klen của mít đó học đúng đó và chẳng trớ hay mơ thằng trong cái miền vẹn ha set further image nhưng set further image không đã imageรูปភាពណាដែលបង្ហាញនៅទំព័រមុខគេនោះណាអញ្ចឹងយើងចុចលើនឹងមកយើងទៅជ្រើសរើសរូបមិញហ្នឹងដាក់ឲ្យវាបង្ហាញមុខគេនេះចុច set អញ្ចឹងមកចប់ហើយបន្ទាប់មកចុងក្រោយគេបងប្អូនចុចនេះ public ជាការស្រេចអូខេតែខ្ញុំចុចណាពុំប៉ុណ្ណឹងហើយអូខេហើយអញ្ចឹងវីដេអូហ្នឹងវាទៅលើ website ហើយណាតែប៉ុណ្ណឹងបងប្អូនបើសិនជាបងប្អូនមើលមិនទាន់អាច call សួរបាននៅខាងក្រោមហ្នឹងខ្ញុំមានដាក់លេខទូរស័ព្ទណាមានដាក់លេខទូរស័ព្ទនៅក្រោមវីដេអូហើយបងប្អូនកុំភ្លេចចុច subscribe channel អ្នកមួយផងដើម្បីទទួលបាននៅវីដេអូមេរៀនថ្មីបន្តទៀតខ្ញុំធ្វើមេរៀនច្រើនបាទទាក់ទងនឹងប្រព័ន្ធបច្ចេកវិទ្យាបាទសូមអរគុណ